គួរឲ្យអស់សំណើចនឹងកងផាណូដែលថាខ្ញុំចង់បានប្រពន្ធមកស្រែកប្រាប់គេត្រាប់ឯនេះសម្រាញ់ចិនថានឹងយកប្រពន្ធលេងដើរលេងយោទីមុនទៀតហើយតែយូរទៅគ្មានបានចាយដូចអចាយបាយចំអឆៃណែស្រីគុំមកតាមចង់ពីបងទោះបងបានសម្រាញ់ចិនហើយណាលេងដើរលេងលេងនឹងសង្សារតែណាកាលណានាំឲ្យកើនរឿងតែមានសង្សារតែញៀនខូចចិត្តបំបានរូបគិនត្រូវតែផឹកស្រាទាំងយូរទៅនាំឲ្យប្រែថាការឿងលោឡាជ្រួងគេជួឯងមានតែផ្លូវមួយគឺយកប្រពន្ធកុំឲ្យយូរយន់នាំខ្វល់ចិនបានលោកឪលោកម៉ែប្រញាប់រៀបការរូបខ្ញុំត្រូវការចង់បានប្រពន្ធសម្រាញ់ចិនថានឹងយកប្រពន្ធខ្ញុំលេងដើរលេងដូចពីមុនទៀតហើយតែយូរទៅគ្មានបានចាយដូចអចាយបាយចំអឆៃមេស្រីគុំមកតាមចង់ពីបងទោះបងបានសម្រាញ់ចិនហើយណាលេងដើរលេងលេងមានសង្សារតែណាកាលណានាំឲ្យយ៉ាតែមានសង្សារតែញៀនខូចចិត្តកុំមិនមកគិតត្រូវតែផឹកស្រាមិនយូរទៅនាំឲ្យប្រែឆាតែរឿងលោឡាជួងគេជួឯងមានតែផ្លូវមួយគឺយកប្រពន្ធកុំឲ្យយូរយន់នាំខ្វល់ចិនណាលោកឪលោកម៉ែប្រញាប់រៀបការរូបខ្ញុំត្រូវការចង់បានប្រពន្ធតែមានសង្សារតែមានខូចចិត្តបំមិនរូបគិនត្រូវតែផឹកស្រាទាំងយូរទៅនាំឲ្យប្រែឆាកើរឿងលោឡាជ្រួងគេជួឯងមានតែផ្លូវមួយគឺយកប្រពន្ធកុំឲ្យយូរយន់នាំខ្វល់ចិនណាលោកឪលោកម៉ែប្រញាប់រៀបការរូបខ្ញុំត្រូវការចំបានប្រពន្ធរឿងសបាយយូរទៅពិតជាពោពេញដោយទុកមែនដែលខ្ញុំសបាយក្នុងផ្លូវខុសយ៉ាងណាមិញខ្ញុំសម្រេចចិត្តថាយកប្រពន្ធហើយដើម្បីសាងអនាគតថ្មីមួយក្នុងលោកនេះ